ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមកបង្ហាញអាងរបស់អាសាឡារបស់ខ្ញុំណាសាឡានឹងយើងទៅតែដាំរយៈពេល10ថ្ងៃទេបងប្អូនអាចមើលជាក់ស្ដែងបាននៅក្រៅពេលណាដែលភ្លៀងហើយគឺយើងសង្កេតឃើញថាសាឡាគឺវាចាប់ផ្ដើមដុះក្រាស់ណែនមែនតើចាហើយសម្រាប់បងប្អូនដែលចាចង់បានអាសាឡានេះយកទៅឲ្យចំណីសត្វដូចជាមាន់ទាជ្រូកត្រីបកាបកងបងប្អូនអាចយកអាសាឡានេះទៅឲ្យបានព្រោះវាមានប្រូតេអ៊ីនខ្ពស់ជួយទ្រទ្រង់សត្វបងប្អូនស៊ីទៅមានសុខភាពល្អនិងធំធាត់លឿនចាហើយមួយវិញទៀតសម្រាប់រដូវកាលបងខ្ញុំបាននេះគឺខាងខ្ញុំមានលក់តម្លៃជាពិសេសជួននៅក្នុងចាសូឡា15គីឡូគឺខាងខ្ញុំមានតម្លៃពិសេសហើយចាព្រមទាំងមានការថែមជូនពីលើដល់បងប្អូនទៀតផងហើយនេះគឺបងប្អូនអាចមើលទៅសូឡាខាងខ្ញុំមានច្រើនបងប្អូនចង់បានប្រហែលគីឡូក៏មានជូនដែរហើយសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់យកទៅដាំចាបងប្អូនអាចចែកណែនាំពីខាងខ្ញុំបានព្រោះបងប្អូនខ្លះគាត់ដាំអត់សូវបានជោគជ័យបងប្អូនអាចចាទំនាក់ទំនងមកនឹងខ្ញុំបានព្រោះខាងខ្ញុំមានបច្ចេកទេសដាំត្រឹមត្រូវសម្រាប់ការដាំខាងខ្ញុំគឺមានវីដេអូបង្ហាញច្បាស់ជូនពុកម៉ែបងប្អូនរបៀបដាក់ជីបាញ់ថ្នាំដាក់ពូជជាដើមបងប្អូនអាចមើលទៅសូឡាគឺល្អគ្រប់អាងតែម្ដងអាងនេះយើងទឹកតែដួសហើយទេហើយយើងក៏ទឹកតែដាក់ពូជដែរហើយសម្រាប់អាងខាងនេះវិញក៏បាន10ថ្ងៃដែរបងប្អូនគឺដុះក្រាស់ណែនមែនតើអញ្ចឹងបងប្អូនយកទៅឲ្យចំណីសត្វរបស់បងប្អូនហ្នឹងគឺទី1ចំណេញពេលវេលាហើយទី2គឺប្រមូលផលបានលឿនចាសម្រាប់ព័ត៌មានបន្ថែមក្នុងការដាំអាសាឡាបងប្អូនទំនាក់ទំនងមកនេះខ្ញុំបានចាតាមរយៈ Telegram ឬឆាតចូល Page របស់នាងខ្ញុំចាសូមអរគុណសូមជម្រាបលា